ពេលខ្លះมันប្រកាសថាអ្នកនៅនឹងកើតនៅនឹងគឺអាចស្គាល់គ្រប់កន្លែងបានទេបងប្អូនព្រោះដោយសារនៅសៀមរាបនេះគឺមានការផ្លាស់ប្ដូរច្រើនដែរមិនដូចពីនេះខ្ញុំនៅពីក្មេងទេនេះខ្ញុំនៅពីក្មេងហ្នឹងគឺសង្កត់ថាប្រិយសុទ្ធហ្មងហើយមួយរយៈចុងក្រោយកាលនេះខ្ញុំខ្ទង់ដូចជាថាអាយុ30ចុះដូចជា10ជាងឆ្នាំមុនហ្នឹងគឺនេះខ្ញុំដើរធ្វើការគ្រប់កន្លែងអញ្ចឹងចង់និយាយថាស្រុកខ្មែរក៏មិននៅដែរអញ្ចឹងណាមិនត្រឹមតែយើងទៅខេត្តផ្សេងទេដល់ពេលអញ្ចឹងទៅពេលដែលយើងត្រឡប់មកវិញវារៀងប្លែកដល់ពេលប្លែកគេធ្វើផ្លូវលេចកើតទៅគឺអត់ចាំទេបងប្អូនអត់ចាំមែនហើយចុះពីភ្នំមកថ្ងៃនេះមកការងារគ្រួសារក៏បន្ទាប់ពីចុះមកហ្នឹងគឺរកកន្លែងអីហូបសិនអត់បានទេអត់បានព្រិចពើហ្នឹងញ័រដៃញ័រជើងហ្នឹងលើហើយទឹកផ្លែឈើនេះគឺធម្មជាតិសុទ្ធសាធគេអត់ដាក់ស្ករទេបងប្អូនប៉ុន្តែនេះខ្ញុំអត់បានហូបទេដោយសារអត់សាបអត់ចេះហូបបងប្អូនគឺបើណានេះខ្ញុំហូបផ្អែមគឺដឹងថាផ្អែមហ្មងអញ្ចឹងណាហើយបាញ់សុងគេមួយចាននេះគឺធូរថ្លៃទេមួយចានតែ 4000 ទេបងប្អូនហើយមិនតិចណាចង់ពេញមួយចានហ្មងហើយត្រូវមាត់ណាមួយឃ្លានផងរសជាតិក៏ត្រូវមួយចានហ្នឹងគឺគ្មានឲ្យសល់ដែរសូម្បីតែបន្លែអត់និយាយលេងទេបណ្ដាងាយហូបអស់ទេបងប្អូនតែថ្ងៃនេះដាក់ឡើងដាច់ប៉ាត់ហ្មងហើយបន្ទាប់ពីយើងហូបអីហើយក៏ចេញទៅរកក្រុមការងាររបស់គាត់ទៅហើយនាងខ្ញុំនេះក៏ឆ្លៀតមកបញ្ចូលសលេងនេះបងប្អូននេះឃើញមួយចាននេះដាច់ប៉ាត់មិនលេងថេងទេណាហើយនៅកន្លែងនេះគឺនៅមជ្ឈស្ពានថ្មបងប្អូនកំពុងតែវិវត្តដើររកគ្នាហើយព្រោះអត់ចង់ឲ្យគាត់តម្លាក់ទីតាំងឲ្យយើងព្រោះគិតថាខេត្តសៀមរាបគឺជាខេត្តរបស់យើងហើយយើងកើតនៅនឹងអ្នកនៅនឹងហើយចាំបាច់រត់តម្លាក់ទីតាំងធ្វើអីតែពេលខ្លះរៀងបាក់ដែរបងប្អូនដោយសារផ្លូវធ្វើច្រើនហើយកន្លែងលក់ដូរមានតែមួយកន្លែងណាបងប្អូនហើយគ្រប់កន្លែងអញ្ចឹងហើយពេលខ្លះក៏អាចលាក់ទីតាំងក៏វាស្រួលដែរតែយើងណាស់តាចិត្តយើងនេះមិនចង់ឲ្យគេតម្លាក់នៅឃើញថាខ្ញុំអ្នកនៅនឹងតាំងពីកើតហើយហេតុអីបានមិនស្គាល់អញ្ចឹងណាតែអង្គរត្រេតហ្នឹងធ្លាប់ឃើញអាណយកាហ្វេហ្នឹងឯងប៉ុន្តែវាថាវាភាំងមួយផ្លេតបងប្អូនរត់នឹងអត់ឃើញទេឥឡូវនេះកំពុងជិះទៅហើយព្រោះខលសួននៅម្ដុំណាគាត់គេប្រាប់ថាចិត្តវត្តពុំរត់ស្គាល់ហើយចុះដែលគេប្រាប់ដបងហ្នឹងមិនរកមិនឃើញអត់យល់ហ្មងចាឥឡូវនេះនៅមាត់ស្ទឹងនៅមកខាងផ្លូវជាមួយណយកាហ្វេណែបងប្អូនគាត់ជួបកាំងងារគាត់ទៅហើយយើងក៏ឆ្លៀតពេលមកបញ្ចូលសលេងទៅហើយអត់មានអីច្រើនទេគ្រាន់តែថាថ្ងៃនេះសូមចេញវីដេអូវែងខាន់ចេញយូរហើយក៏វីដេអូនេះខ្ញុំក៏ចិត្តដល់ទីបញ្ចប់ហើយដែរមានន័យទេគ្រាន់តែជូនពរបងប្អូនសុខសប្បាយរស់ស៊ីមានបានហើយអរគុណច្រើនដែលតែងតែជួយតាមដានជួយ like ជួយ comment និង share វីដេអូនេះខ្ញុំជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា